សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube Sandy Official ហើយនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយសម្រាប់និយាយប្រាប់អ្នកទាំងអស់គ្នាដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នារឿងវិញ្ញាណទាហានថៃនៅភ្នំអានសេះនេះគឺជាសាច់រឿងរន្ធត់ថ្មីមួយទៀតដែលកើតឡើងនៅលើសមរភូមិនៃភ្នំដងរែកត្រង់ចំណុចច្រកអានសេះដែលជាទីតាំងប្រវត្តិសាស្ត្រមួយពោពេញដោយវិញ្ញាណវិលវិលភ្នំអានសេះគឺជាតំបន់ជួរភ្នំដងរែកដែលខ្ពស់ស្រឡះនិងពោពេញដោយជ្រោះជ្រៅកាលពីសម័យចំនួនព្រំដែនទីនេះគឺជាសមរភូមិដ៏ក្តៅគគុកមួយដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាសាកសពទាហានឈ្លានពានជាច្រើនដែលស្លាប់នៅទីនោះមិនត្រូវបានគេយកទៅធ្វើបុណ្យតាមប្រពៃណីឡើយគឺត្រូវបានដីភ្នំដងរែកលេបត្របាក់ទុកជារៀងរហូតរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលកងទ័ពការពារព្រំដែនខ្មែរមួយក្រុមបានទៅបោះជំរំយាមល្បាតនៅចំណុចកំពូលភ្នំអានសេះយប់នោះអាប់ក្រាស់ខ្មឹកបានធ្លាក់មកគ្របដណ្ដប់រហូតមើលមិនឃើញសូម្បីតែចុងជើងខ្លួនឯងស្រាប់តែវុឌ្ឍដែលជាទាហានយាមវិញយប់បានឮសំឡេងខ្សឹបខ្សៀវជាភាសាថៃហោះមកតាមខ្យល់ជួយអញផងអញត្រចៀកណាស់អញឃ្លានណាស់វុឌ្ឍព្រឺរួមកលកភ្លាមគេបញ្ចាំងពើទៅឃើញព្រៃប៉ុន្តែមិនឃើញអ្វីទាំងអស់ក្រៅពីដើមឈើធំដែលយោលទៅមកដូចស្រមោលខ្មោចខណៈពេលដែលវុឌ្ឍកំពុងដើរត្រឡប់ទៅជំរោះវិញគេស្រាប់តែឃើញស្រមោលមនុស្សម្នាក់ស្លៀកពាក់ឯកសណ្ឋានទាហានពណ៌បៃតងចាស់ដែលជាឯកសណ្ឋានទាហានថៃអង្គុយនៅមាត់ជ្រោះបុរសនោះអង្គុយបែរខ្នងរាងកាយញ័រទៅត្រើតវុឌ្ឍស្មានតែជាមិត្តភក្តិក៏ស្រែកសួរថានរណានឹងមកអង្គុយធ្វើអីនៅមាត់ជ្រោះយប់ប្រឡប់បែបនេះបុរសនោះងាកមកយឺតវុឌ្ឍស្ទើរតែលិចនាំក្នុងខោព្រោះអ្វីដែលគេឃើញមិនមែនជាមុខមនុស្សទេប៉ុន្តែគឺជាស្មាដែលដាច់ត្រឹមកឈាមខ្មៅក្រហុងកំពុងហូរស្រក់តក់មកលើអាវក្នុងដៃរបស់ខ្មោចទាហាននោះកំពុងកាន់មុខដែកមួយដែលមានសាច់ក្បាលជាប់នៅក្នុងនោះផងភ្លាមនោះមិនមែនមានតែម្នាក់ទេវិញ្ញាណទាហានឈ្លានពានរាប់សិបនាក់ទៀតបានលេចចេញពីក្នុងជ្រោះភ្នំអានសេះខ្លះដាច់ជើងខ្លះដាច់ដៃនិងខ្លះទៀតមានសភាពរលួយខ្ទេចខ្ទីដោយសាកសពដែលត្រូវគ្រាប់កំភ្លើងធំពួកវាហោះព័ទ្ធជុំវិញជំរោទាហានខ្មែររួចយំសោកបោកខ្លួនពួកយើងខុសហើយពួកយើងមិនគួរចង់បានដីគេទេឥឡូវបារមីភ្នំដងរែកមិនឲ្យយើងទៅណាឡើយពួកវាព្យាយាមលូកដៃមករកអាហារដែលទាហានខ្មែរទុកចោលប៉ុន្តែរាល់ពេលដែលពួកវាបេះអាហារទាំងនោះស្រាប់តែប្រែជាដង្កូវនិងផុកច្រាំភ្លាមនេះគឺជាទណ្ឌកម្មនៃជនឈ្លានពានដែលស្លាប់លើដីសក្ការៈរបស់ខ្មែរព្រឹកឡើងវុឌ្ឍបានរៀបរាប់ប្រាប់មេបញ្ជាការដែលជាអ្នកយាមលើទីនោះយូរឆ្នាំបានដកដង្ហើមធំរួចនិយាយថាពួកវាគឺជាខ្មោចតៃហុងដែលស្លាប់នៅសមរភូមិអានសេះកាលពីប៉ុន្មានឆ្នាំមុនវិញ្ញាណពួកវាត្រូវបានបណ្ដាសាប្រាសាទនិងភ្នំសក្ការៈចងជើងទុកនៅទីនេះពួកវាមិនអាចត្រឡប់ទៅស្រុកកំណើតបានទេហើយក៏មិនអាចចាប់ជាតិបានដែរគឺត្រូវធូរជាខ្មោចព្រៃយាមផ្លូវឲ្យខ្មែរយើងជារៀងរហូតមេបញ្ជាការបានបង្គាប់ឲ្យកូនចៅយកបាយសម្លមួយចានទៅដាក់នៅមាត់ជ្រក់រួចសូត្រធម៌ឧទ្ទិសឲ្យតាមបែបមនុស្សធម៌ខ្មែរប៉ុន្តែលោកដឹងច្បាស់ថាដរាបណាបណ្ដាសាប្រាសាទនិងភ្នំសក្ការៈនៅមានប្រសិទ្ធភាពវិញ្ញាណទាំងនោះនឹងត្រូវរងទុក្ខវេទនានៅភ្នំអានសេះនេះលុះអស់កាលជានិរន្តរ៍សារអប់រំក្នុងរឿងដីខ្មែរមានម្ចាស់ព្រៃខ្មែរមានបារមីជនណាដែលចូលមកក្នុងនាមជាមិត្តយើងទទួលស្វាគមន៍ដោយស្នាមស្នេហ៍ញឹមប៉ុន្តែជនណាដែលចូលមកក្នុងនាមជាសត្រូវមិនត្រឹមតែរាងកាយត្រូវដេកនៅក្នុងដីឡើយសូម្បីតែប្រលឹងក៏ត្រូវជាប់ឃុំឃាំងក្នុងបណ្ដាសាដីខ្មែរជារៀងរហូតយប់តបមកទៀតភាពរន្ធត់មិនបានថយចុះឡើយវុឌ្ឍចាប់ផ្ដើមយល់សបិនឃើញខ្លួនឯងដើរវង្វេងនៅក្នុងវាលភុកក្បាលច្រកអានសេះនៅក្នុងសបិននោះគឺឃើញទាហានថៃរាប់រយនាក់កំពុងឈរត្រង់រៀងគ្នាឡើងប៉ុន្តែគ្រប់គ្នាមិនមានភ្នែកទេមានតែរុនខ្មៅងងឹតដែលហូរឈាមសស្រាក់មេតបខ្មោចម្នាក់ដែលមានស័ក្តិខ្ពស់ជាងគេបានដើរមកជិតវុឌ្ឍរួចលុតជង្គង់ចុកអង្វរបងប្រុសសូមប្រាប់មេបញ្ជាការបងផងឲ្យជួយដកយន្តខ្មៅដែលដូនតាខ្មែរបិទនៅមាត់ច្រកនេះចេញផងពួកយើងចេញទៅណាខុសពីតំបន់អានសេះមិនរួចទេពួកយើងក្រហាយដូចរស់ក្នុងភ្លើងជានិច្ចវុឌ្ឍស្ទុះដឹងខ្លួនឡើងទាំងញើសជោកខ្លួនគេសង្កេតឃើញថានៅលើជញ្ជាំងជំរកស្នាក់នៅមានស្នាមដានដៃប្រឡាក់ឈាមដិតជាប់ពេញសង្កាសីហាក់ដូចជាមានមនុស្សព្យាយាមតោងឡើងពីជ្រោះមកខាងលើដោយមានការងឿងឆ្ងល់វុឌ្ឍបានសុំការអនុញ្ញាតពីមេបញ្ជាការដើម្បីទៅពិនិត្យមើលនៅមាត់ច្រកអានសេះត្រង់កន្លែងដែលគេឃើញខ្មោចទាហាននោះនៅទីនោះគេបានប្រទះឃើញផ្ទាំងថ្មធំមួយដែលមានចារឹកអក្សរបុរាណនិងមានរូបចម្លាក់ទេវតាជាន់យ៉ាក់លោកតាគ្រូដែលយាមនៅទីនោះបានពន្យល់ថា
នេះគឺជាយ័ន្តសីមាចក្រវាលដែលបុព្វបុរសខ្មែរបានចារទុកតាំងពីសម័យដើមវាមានតួនាទីការពារទឹកដីមិនឲ្យវិញ្ញាណសត្រូវឬញាក់ឈ្លានពានអាចឈានជើងចូលបានឡើយបើជនណាហ៊ានមកស្លាប់នៅទីនេះក្នុងនាមជាសត្រូវព្រលឹងនោះនឹងត្រូវជាប់ឃុំក្នុងរង្វង់សីមានេះជានិរន្តរ៍ដើម្បីធ្វើជាខ្ញុំកញ្ចាយយាមព្រំដែនឲ្យខ្មែរយើងវិញស្រាប់តែដល់យប់ថ្ងៃសីលធំព្យុះសង្គ្រាមនួយបាំងបោកបក់មកលើភ្នំអានសេយ៉ាងសាហាវផ្លែកបន្ទោបាំងបាញ់ចូលមកចំមាត់ច្រកលឺសូប្រាវក្នុងចំណោមពន្លឺផ្លែកបន្ទោនោះទីហ៊ានខ្មែរក្រឹបគ្នាបានឃើញហេតុការណ៍ដែលមិនអាចបំភ្លេចបានកងទ័ពវិញ្ញាណទីហ៊ានថៃរាប់រយនាក់បានព្យាយាមរត់សម្រុកចេញពីមាត់ច្រកសម្ដៅទៅកាន់ព្រំដែនខាងគេវិញប៉ុន្តែគ្រាន់តែពួកវាឈានជើងដល់ខ្សែបន្ទាត់ព្រំដែនស្រាប់តែមានពន្លឺពណ៌មាសចេះចេញពីដីបោកផ្ទុកវិញ្ញាណទាំងនោះឲ្យខ្ទាតធ្លាក់ចូលក្នុងជ្រោះវិញដោយក្របបាល់សម្រែកយំអង្វរនិងសំឡេងស្រែកដោយការឈឺចាប់លាន់លឺរំពងពេញព្រៃភ្នំដងរែកលាយឡំនឹងសំឡេងផ្គរលាន់ខ្មោចទាហានទាំងនោះត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពួកវាខ្លះត្រូវប្រែរូបរាងទៅជាប្រេតដែលមានមាត់ពន្ធមជុលនិងមានខ្លួនខ្ពស់ដូចចុងត្នោតដេកធ្ងរនៅតាមជ្រោះភ្នំអានសែពួកវាមិនអាចត្រឡប់ទៅជួបប្រពន្ធកូនឬសាច់ញាតិបានឡើយទោះបីជាសាច់ញាតិគេនៅស្រុកគេខំធ្វើបុណ្យឧទ្ទិសឲ្យយ៉ាងណាក៏ដោយក៏កុសលទាំងនោះមិនអាចហកឆ្លងយន្តសីមារបស់បុព្វបុរសខ្មែរបានដែរមេបញ្ជាការបានពោលពាក្យចុងក្រោយទៅកាន់វុធថានេះហើយគឺជាលទ្ធផលនៃអ្នកឈ្លានពានមិនត្រឹមតែបាត់បង់ជីវិតនៅលើសមរភូមិឡើយសូម្បីតែប្រលឹងសេរីភាពក៏ត្រូវរលាយបាត់ដែរភ្នំអានសេមិនមែនគ្រាន់តែជាភ្នំធម្មតាទេវាគឺជាគុកវិញ្ញាណសម្រាប់សត្រូវទឹកដីខ្មែររហូតមកដល់សប្តាហ៍ថ្ងៃបើអ្នកធ្វើដំណើរទៅកាន់ច្រកអានសេះឬភ្នំអានសេះនៅពេលយប់ស្ងាត់អ្នកប្រហែលជានៅតែឮសំឡេងជើងកងឬសំឡេងទាហានដើរហែក្បួនក្នុងភាសាបរទេសប៉ុន្តែសូមកុំភ័យខ្លាចអីព្រោះវិញ្ញាណទាំងនោះមិនអាចធ្វើអ្វីកូនខ្មែរបានឡើយពួកវាគ្រាន់តែជាខ្មោចយាមព្រំដែនដែលត្រូវបណ្ដាសាឲ្យនៅបម្រើទឹកដីខ្មែរជារៀងរហូតរឿងរ៉ាវនៃភ្នំអានសេះបានคล้ายទៅជាមេរៀនមួយដាស់តឿនដល់ពិភពលោកថាដីខ្មែរមិនមែនសម្រាប់ឲ្យអ្នកណាមកសាកល្បងឡើយបើចូលមកដោយមិត្តភាពយើងនឹងផ្ដល់សេចក្តីសុខតែបើចូលមកដោយអាវុធត្រៀមខ្លួនធ្វើជាខ្មោចយាមភ្នំឲ្យយើងចោះប៉ុន្មានខែក្រោយមកក្នុងអំឡុងពេលកងទ័ពខ្មែរបោកសម្អាតមីននៅក្បែរជើងភ្នំអានសេះក្រុមការងាររបស់វុធបានប្រទះឃើញមាត់រងភ្នំតូចមួយដែលត្រូវបានបិទបាំងដោយវលីនិងដើមបន្លាជិតឈឹងនៅពេលដែលពួកគេកាប់ឆ្ខាយវលីទាំងនោះចេញក្លិនស្អុយអាសោចរយ៉ាងបានភាយចេញមកយ៉ាងខ្លាំងរហូតដល់ថប់ដង្ហើមវុធនិងមិត្តភក្តិពីរនាក់ទៀតបានសម្រេចចិត្តចូលទៅពិនិត្យមើលក្នុងរោងនោះដោយមេងពីលក្នុងដៃអ្វីដែលពួកគេបានឃើញគឺជាទិដ្ឋភាពដែលគួរឲ្យរន្ធត់បំផុតក្នុងរោងភ្នំនោះពោពេញទៅដោយក្រុងឆ្អឹងទីហ៊ានឈ្លានពានរាប់សិបនាក់ដែលដេកគោលើគ្នាខ្លះនៅជាប់ឯកសណ្ឋានខ្លះនៅជាប់មួកដែកដែលមានស្មាមធ្លុដោយគ្រាប់កាំភ្លើងអ្វីដែលចម្លែកនោះគឺសាកសពទាំងនោះមិនរលួយអស់ទេគឺនៅជាប់ស្បែកគ្រីមជាប់ឆ្អឹងហាក់ដូចជាត្រូវបានរក្សាទុកដោយអំណាចអថបាំងម្យ៉ាងភ្លាមនោះពន្លឺពិលរបស់វុធចាប់ផ្ដើមរលត់រួចក៏ងងឹតស្លុបក្នុងភ្លៀបងងឹតសំឡេងថ្ងោលាន់ចេញពីគ្រប់ទិសទីក្នុងរូងភ្នំវុធបានឃើញពន្លឺពណ៌បៃតងព្រិលលេចចេញពីគ្រោងឆាំងនីមួយវិញ្ញាណទាំងនោះមិនអាចងើបឈរបានទេពួកវាបានត្រឹមតែលូនលើដីរួចមកចាប់ជើងវុធជាប់កុំទុកយើងនៅទីនេះអីក្នុងរូងនេះក្តៅណាស់ពួកយើងត្រូវបានស្ដេចភ្នំដាក់ច្រវាក់ជាប់ហើយវុធសម្លឹងមើលទៅជញ្ជាំងរូងភ្នំគេឃើញមានរូបចម្លាក់យ័ន្តប្រាំដែលចារឹកដោយឈាមដិតជាប់នឹងថ្មវាគឺជាយ័ន្តឃុំព្រលឹងដែលបុព្វបុរសខ្មែរបានសូត្រចងដើម្បីកុំឲ្យវិញ្ញាណសត្រូវដែលស្លាប់ក្នុងរូងនេះចេញទៅរំខានដល់សេចក្តីសុខនៃអ្នកស្រុកឬចេញទៅធ្វើបាបកូនចៅខ្មែរបានស្រាប់តែមានខ្យល់កន្ត្រាក់មួយបក់បោកយ៉ាងខ្លាំងចូលក្នុងរូងធ្វើឲ្យទាហានខ្មែរទាំង3នាក់ដួលផ្ងាក្រោយរូបរាងបុរសម្នាក់កម្ពស់2ម៉ែត្រស្លៀកពាក់ឈុតមេទ័ពបុរាណកាន់ដាវដែកទឹកមើនលេចចេញមកចំកណ្ដាលរូងនោះគឺបារីស្ដេចភ្នំអានសេះលោកតាបានបន្លឺសំឡេងក្រហឹមថាកូនចៅខ្មែរអើយកុំអាណិតពួកវាអីពួកវាចូលមកក្នុងបំណងអាក្រក់ចង់ដណ្ដើមដីចង់កំទេចពូជសាសន៍យេរូច្បាប់បារីខ្មែរត្រូវតែតឹងរឹមពួកវាត្រូវតែនៅទីនេះដើម្បីរងទុក្ខវេទនាលុះត្រាតែឆ្អឹងទាំងនេះរលាយคล้ายជាដីទើបពួកវាអាចចេញទៅតាមកម្មផលរៀងៗខ្លួនបាន
និយាយរួចលោកតាក៏លើកដាវចង្អុលទៅវិញ្ញាណទាំងនោះធ្វើឲ្យពួកវាស្រែកយ៉ាងខ្លាំងរួចក៏រលាយចូលទៅក្នុងឆ្អឹងវិញបាត់អស់វុឌ្ឍនិងមិត្តភ័ក្តិប្រញាប់រត់ចេញពីរូងភ្នំនោះវិញទាំងព្រលឹងចុងសក់ពួកគេបាននាំគ្នាដុតធូបសុំខ្មាទោសបារីភ្នំនិងសន្យាថានឹងការពារទឹកដីនេះឲ្យបានល្អបំផុតចាប់ពីថ្ងៃនោះមករូងភ្នំនោះត្រូវបានគេហៅថារូងខ្មោចឈ្លានពានគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទីនោះទៀតឡើយសូម្បីតែសត្វព្រៃក៏មិនហ៊ានដើរកាត់មាត់រូងនោះដែរចំណែកឯទាហានការពារព្រំដែនដែលឈរជើងនៅភ្នំអានសេះតែងតែមានស្មារតីមោះមុតព្រោះពួកគេដឹងថាពួកគេមិនមែនការពារទឹកដីនេះម្នាក់ឯងទេគឺមានកងទ័ពវិញ្ញាណបុព្វបុរសនិងបណ្ដាសាដីខ្មែរឈរចាំជួយពីក្រោយជានិច្ចរឿងរ៉ាវនៃព្រលឹងទាហានថៃនៅភ្នំអានសេះបានคล้ายជាការចងចាំដ៏រន្ធត់មួយសម្រាប់អ្នកដែលធ្លាប់បានឮវាបង្ហាញឲ្យឃើញថាទឹកដីខ្មែរសាងឡើងដោយលោហិតនិងមន្តអាគមជួនឈ្លានពានទោះបីស្លាប់ទៅក៏មិនអាចគេចផុតពីការកាត់ទោសរបស់បារមីម្ចាស់ទឹកម្ចាស់ដីឡើយសន្តិភាពដែលយើងមានសប្តាហ៍ថ្ងៃគឺផ្អែកលើការលះបង់របស់វីរបុរសនិងការពារពីវត្ថុស័ក្តិសិទ្ធិរហូតមកដល់យប់នេះបើអ្នកឈរនៅកំពូលភ្នំអានសេសហើយសម្លឹងមើលទៅក្នុងជ្រោះងងឹតអ្នកប្រហែលជានឹងឃើញពន្លឺភ្លើងពណ៌បៃតងតូចៗហក់ចុះឡើងនោះហើយគឺជាព្រលឹងដែលកំពុងរងទុក្ខវេទនានៃអ្នកឈ្លានពានដែលមិនអាចចាក់ចេញពីភ្នំដងរែកបាងលុះអស់ព្រះអាទិត្យនិងព្រះច័ន្ទភាពរន្ធត់នៅភ្នំអានសេះមិនទាន់បញ្ចប់ត្រឹមការរកឃើញរូងភ្នំទេយប់មួយខណៈពេលដែលមេឃកំពុងស្រឡះសុកសុកស្រាប់តែមានបាតុភិបរន្ទះបាញ់គ្មានភ្លៀងក្របរន្ទះបានបាញ់ចុះមកចំមាត់រូងមរណៈនោះ3ដងបន្តបន្ទាត់គ្នាឮសូរដូចគេកំទេចភ្នំវុឌ្ឍនិងក្រុមទាហានយាមលប៉ាបបានឃើញផ្សែងពណ៌ស្វាយភាយចេញពីរូងហើយអន្លាតភ្លើងពណ៌ខៀវបានឆាបឆេះជុំវិញមាត់រូងទោះបីជាដីនៅទីនោះសាមដោយសន្សាមក៏ដោយនេះគឺជាសញ្ញាថាវិញ្ញាណដែលត្រីឃុំកំពុងតែព្យាយាមបះបោនឬមាននរណាម្នាក់ពីខាងក្រៅកំពុងព្យាយាមប្រើមន្តអាគមដើម្បីរំដោះព្រលឹងទាំងនោះចេញប៉ុន្មានថ្ងៃក្រោយមកមានសេចក្តីរាយការណ៍ថាមានមនុស្សចម្លែកមួយក្រុមបានលួចឆ្លងដែនចូលតាមជ្រលាក្បែរភ្នំអានសេះពួកគេមិនមែនទាហានទេគឺជាគ្រូអាគមងងាត់មកពីប្រទេសជិតខាងពួកគេបានមកបោះជំហុំសម្ងាត់មួយរួចរៀបចំពិធីសែនព្រេនដោយប្រើឈាមសត្វខ្មៅដើម្បីសូត្រមន្តដកយ័ន្តដែលបុព្វបុរសខ្មែរបានបិទកាលពីមុនគ្រូអាគមទាំងនោះចង់យកព្រលឹងទាហានដែលស្លាប់ក្នុងរូងភ្នំទៅជាកងទ័ពខ្មោចឬវិញ្ញាណបម្រើដើម្បីមកបម្រើមហេជតារបស់ពួកគេវិញនៅពេលយុវធ្រាឈានចូលមកដល់គ្រូអាគមងងឹតចាប់ផ្ដើមសូត្រមន្តក្រលួចពេញព្រៃស្រាប់តារូងភ្នំមរណៈចាប់ផ្ដើមញ័ររញ្ជួយវិញ្ញាណទាហានថៃដែលនៅក្នុងនោះស្រែកច្រៀងរំពឹងដោយក្តីសង្ឃឹមថានឹងបានចេញប៉ុន្តែពួកគេភ្លេចថាដីខ្មែរមិនមែនជាកន្លែងសម្រាប់លេងសើចនឹងអាគមថោកទាបឡើយវុឌ្ឍនិងមេបញ្ជាការបាននាំយកព្រះពុទ្ធរូបបុរាណនិងយ័ន្តមហាសីមារបស់លោកតាគ្រូដែលថែរក្សាភ្នំទៅរៀបចំពិធីការពារជុំវិញមាត់រូងសមរភូមិអាគមបានផ្ទុះឡើងខ្យល់ព្យុះបានបក់បោកបំបាក់មេឃឈើធំស្រមោលវិញ្ញាណខ្មៅនិងសប្រយុទ្ធគ្នានៅលើអាកាសគ្រូអាគមងងឹតទាំងនោះចាប់ផ្ដើមធ្លាក់ឈាមតាមភ្នែកព្រោះពួកគេមិនអាចទប់ទល់នឹងបារមីអ្នកសច្ចំភ្នំដងរែកបានឡើយលោកតាគ្រូដែលជាអ្នកសច្ចំបានលេចរូបរាងឡើងកំដាលអាកាសរួចសូត្រមន្តបញ្ជូនពន្លឺពណ៌មាសគ្របលើភ្នំទាំងមូលលោកតាគ្រូបានបន្លឺវាចាថាពួកឯងមកដោយចិត្តមិនស្អាតមកក្នុងបំណងបំពានម្ចាស់ទឹកដីបើចង់បានប្រលឹងពួកវាទៅវិញចូលពួកឯងនៅទីនេះជាមួយពួកវាចោះភ្លាមនោះដីក្បែរមាត់រូងបានស្រុតចុះលេបយកគ្រូអាគមងងឹតទាំងនោះចូលទៅក្នុងដីបាត់ស្រមោលសំឡេងស្រែកយំអង្វរក្រលាន់ឮជាចុងក្រោយរួចគ្រឹបយ៉ាងក៏ប្រែជាស្ងប់ស្ងាត់វិញមាត់រូងភ្នំដែលធ្លាប់តែបើកក៏ស្រាប់តែដីភ្នំបាក់សង្កត់បិទជិតឈឹងហាក់ដូចជាមិនដែលធ្លាប់មានមាត់រូងនៅទីនោះពីមុនមកចាប់តាំងពីយប់នោះមកគ្មាននរណាឃើញវិញ្ញាណទាហានថៃលេចចេញមកឡងបន្លាយទៀតឡើយពួកគេត្រូវបានបិទស្លាប់នៅក្នុងជម្រៅនៃភ្នំអានសេះជានិរន្តរ៍អ្នកភូមិជឿថាវិញ្ញាណទាំងនោះបានคล้ายជាជីជាតិដីដើម្បីចិញ្ចឹមព្រៃឈើខ្មែរឲ្យកាន់តែខៀវស្រងាត់វុឌ្ឍនិងក្រុមទាហានការពារព្រំដែនតែងតែយកផ្កាឈូកនិងធូបទៀនទៅបួងសួងសុំសេចក្តីសុខនៅមុខរូបចម្លាក់លោកតាម្ចាស់ទឹកម្ចាស់ដីពួកគេដឹងថាសន្តិភាពនៅទីនេះមិនមែនបានមកដោយចៃដន្យទេតែបានមកពីការលះបង់នឹងអំណាចបារមីដែលមិនអាចរងាក់លង្កើបានសារព្រមានដល់អ្នកជំនាន់ក្រោយ
រឿងរ៉ាវប្រលឹងទាហានថៃនៅភ្នំអានសេត្រូវបានចារឹកទុកជាមេរៀនប្រវត្តិសាស្ត្រនិងអភិយាជំនឿថាម្ចាស់ទឹកដីតែងតែមានភ្នែករាប់ពាន់សម្លឹងមើលអ្នកដែលឈានជើងចូលដីខ្មែរផលកម្មការឈ្លានពាននាំមកនូវវិនាសកម្មទាំងរូបកាយនិងវិញ្ញាណមោទនភាពកូនខ្មែរគ្រប់រូបត្រូវតែផ្ដល់តម្លៃនិងគោរពដល់បារមីដូនតាដែលថែរក្សាព្រំដែនរហូតមកដល់សប្តាហ៍ថ្ងៃបើអ្នកបានទៅលេងភ្នំអានសេអ្នកនឹងមានអារម្មណ៍ថាខ្យល់នៅទីនោះត្រជាក់និងស្ងប់ស្ងាត់ខុសពីធម្មតាវាគឺជាសន្តិភាពដែលកើតចេញពីការបង្ក្រាបនូវវិញ្ញាណអាក្រក់និងការរក្សានូវសច្ចាប្រណិធានការពារមាតុភូមិ